បាទថ្ងៃនេះខ្ញុំព្រះករុណាក្នុងបាទសូមសិក្សានៅអំពីអានុភាពនៃមេត្តាចិត្តការសិក្សាពីអានុភាពនៃមេត្តាចិត្តគឺជាប្រធានបទដ៏ជ្រាលជ្រៅនិងមានតម្លៃបំផុតមួយនៅក្នុងការអប់រំផ្លូវចិត្តតាមមេគាព្រះពុទ្ធសាសនាតាមទស្សនៈព្រះពុទ្ធសាសនាមេត្តាគឺជាសេចក្តីស្រឡាញ់រាប់អានបំណងល្អនិងសេចក្តីប្រាថ្នាចង់ឲ្យអ្នកដទៃរួមទាំងខ្លួនឯងផងទទួលបាននូវសេចក្តីសុខដោយមិនមានលាយឡំដោយតណ្ហាការជាប់ជំពាក់ឬសេចក្តីលោភលន់ឡើយមេត្តាគឺជាធម៌ទី1ក្នុងចំណោមព្រហ្មវិហារធម៌ទាំង4មេត្តាករុណាមុទិតាឧបេក្ខាខាងក្រោមនេះគឺជាការពន្យល់យ៉ាងក្បោះក្បាយអំពីអានុភាពនៃផលប្រយោជន៍នៃមេត្តាចិត្តអានិសង្សទាំង11ប្រការនៃមេត្តាចិត្តព្រះសម្មាសម្ពុទ្ធបានសម្ដែងយ៉ាងច្បាស់អំពីអានុភាពនៃអ្នកដែលបានចម្រើនមេត្តាចិត្តមេត្តាចេតោវិមុតតិថានឹងទទួលបាននៅអានិសង្សឬផលប្រយោជន៍ចំនួន11ប្រការដូចតទៅ1. កេងលក់ជាសុខសុខខាងសុបតិអ្នកមានមេត្តាតែងទម្លាក់ចោលនៅកង្វល់និងសេចក្តីក្រោធធ្វើឲ្យចិត្តស្ងប់និងកេងលក់បានស្កប់ស្កល់ 2. ភ្ញាក់ឡើងជាសុខសុខាំងបដិពុច្ឆតិពេលភ្ញាក់ពីដំណេកចិត្តមានភាពស្រស់ថ្លាមិនមានភាពមួម៉ៅឬធ្ងន់ធ្ងរក្នុងអារម្មណ៍ 3. មិនយល់សប្តិអាក្រក់អ្នកបាបកាំងសុបិនាំងបស្សតិដោយសារចិត្តមិនមានការគុំគួនឬក្តៅក្រហាយនិមិត្តក្នុងពេលគេងក៏មានភាពស្ងប់ស្ងាត់ល្អ 4. ជាទីស្រឡាញ់ពេញចិត្តនៃមនុស្សទាំងឡាយមនុស្សានាំងបយោហោតិមនុស្សដែលមានចិត្តមេត្តាតែងមានអកប្បកិរិយាទន់ភ្លន់សម្ដីផ្អែមល្ហែមដែលធ្វើឲ្យអ្នកនៅជុំវិញចង់រាប់អាននិងចូលចិត្ត 5. ជាទីស្រឡាញ់នៃអមនុស្សទាំងឡាយអមនុស្សានាំងបយោហោតិសូម្បីតែសត្វដេរិឆានឬពពួកអមនុស្សព្រមទាំងខ្មោចបិសាចក៏មិនបៀតបៀននិងមានសេចក្តីរាប់អានចំពោះបុគ្គលនោះ 6. ទេវតាតែងថែរក្សាទេវតារក្ខន្តិធម្មពលនៃសេចក្តីល្អនិងរលកសេចក្តីសុខសន្តិភាពតាក់ទាញពពួកទេវតាឲ្យមកថែរក្សាការពារគ្រោះកាចនានា 7. ភ្លើងថ្នាំពុលនិងសត្រាវុធមិនអាចបៀតបៀនបាននេសៈអគិវាវិសង្វាសត្ថាំងវាកមតិនេះជាអានុភាពផ្លូវចិត្តដ៏ខ្លាំងក្លាដែលពេលខ្លះធម្មពលនៃមេត្តាអាចការពាររាងកាយពីគ្រោះថ្នាក់បានដូចជាករណីព្រះពុទ្ធទ្រង់ផ្សាយមេត្តាឈ្នះដំរីនេលាគិរី 8. ចិត្តឆាប់រងាប់និងតាំងសមាធិបានលឿនតុវតាំងចិត្តតាំងសមាធិយតិដោយសារចិត្តមិនរវើរវាយនឹងទោសៈការធ្វើសមាធិក៏ឆាប់បានមូលតាំងជាឯកតា 9. ទឹកមុខស្រស់បោះជ្រះថ្លាមុខវណ្ណោវិបក្សីតតិចិត្តដែលត្រជាក់ធ្វើឲ្យប្រព័ន្ធរាងកាយដំណើរការល្អឈាមរត់ស្រួលបញ្ចេញនៅសម្រស់ស្រស់ថ្លាតាមរយៈទឹកមុខ 10. មិនវង្វេងស្មារតីពេលស្លាប់អសម្មូលហោកាលង្ករោតិនៅពេលរៀបនឹងស្លាប់បុគ្គលនោះមានស្មារតីរឹងប៉ឹង
មិនភ័យតក់ស្លុតឬវង្វេងឡើយ11បើមិនទាន់សម្រេចមគ្គផលនឹងទៅកើតក្នុងព្រហ្មលោកឧត្តរឹងអបដិវិច្ឆន្តោព្រហ្មលោកគបកោហោតិអំណាចនៃមេត្តាដែលចម្រើនដល់កម្រិតឈាននឹងនាំឲ្យទៅកើតជាព្រហ្មលោកក្នុងជាតិបន្ទាប់អានុភាពក្នុងការកម្ចាត់ទោសៈសត្រូវផ្លូវចិត្តនៅក្នុងទ្រឹស្ដីព្រះពុទ្ធសាសនាមេត្តាគឺជាថ្នាំបន្សាបដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់កម្ចាត់ទោសៈការខឹងសម្បានិងព្យាបាទការគុំគួនចង់ឲ្យគេវិនាសនៅពេលដែលភ្លើងកំហឹងឆេះឡើងក្នុងចិត្តវាដុតបំផ្លាញសេចក្តីសុខខ្លួនឯងមុនគេការផ្សាយមេត្តាគឺជាការយកចិត្តសំទោសការផ្សាយមេត្តាគឺជាការយកទឹកត្រជាក់ទៅជះពន្លត់ភ្លើងនោះអ្នកដែលមានមេត្តាចិត្តខ្ពស់មិនងាយនឹងទទួលរងការឈឺចាប់ផ្លូវចិត្តដោយសារពាក្យសម្ដីឬទង្វើអាក្រក់របស់អ្នកដទៃឡើយព្រោះគេមើលឃើញអ្នកទាំងនោះដោយក្តីអាណិតជាងការស្អប់កប់អានុភាពនៃការផ្សាយមេត្តាទៅកាន់សង្គមនិងចក្រវាឡព្រះពុទ្ធទ្រង់បង្រៀនឲ្យយើងផ្សាយមេត្តាចិត្តដោយមិនមានព្រំដែនអបមញ្ញាផ្សាយដោយខ្លួនឯងជាមុនសូមកុំឲ្យខ្ញុំសំទោសផ្សាយឲ្យខ្លួនឯងជាមុនសូមឲ្យខ្ញុំរួចផុតពីរាល់សេចក្តីទុក្ខសូមឲ្យខ្ញុំមានសេចក្តីសុខព្រោះយើងមិនអាចចែករំលែកសេចក្តីសុខទៅអ្នកដទៃបានទេបើយើងខ្លួនឯងគ្មានសេចក្តីសុខផ្សាយឲ្យអ្នកជាទីស្រឡាញ់គ្រួសារមិត្តភក្តិគ្រូបាធ្យាយផ្សាយឲ្យអ្នកដែលយើងមានចិត្តកណ្ដាលអ្នកដទៃទូទៅដែលយើងមិនស្គាល់ផ្សាយឲ្យសត្រូវឬអ្នកដែលធ្លាប់ធ្វើបាបយើងនេះជាចំណុចពិបាកបំផុតប៉ុន្តែមានអានុភាពខ្លាំងបំផុតក្នុងការរំដោះចិត្តឲ្យមានសេរីភាពពីគំនុំផ្សាយដល់សពសត្វទូទៅទាំងសត្វតូចសត្វធំមើលឃើញក្តីមើលមិនឃើញក្តីសេចក្តីសន្និដ្ឋានអានុភាពនៃមេត្តាចិត្តមិនមែនជាវេទមន្តអាគមគាថានោះទេប៉ុន្តែវាជាកម្លាំងធម៌ពលនៃចិត្តដ៏បរិសុទ្ធពេលដែលយើងផ្លាស់ប្ដូរចិត្តពីការស្អប់មកជាការស្រឡាញ់ដោយមិនទាមទារពិភពលោកខាងក្នុងរបស់យើងនឹងទទួលបានសន្តិភាពភ្លាមហើយសន្តិភាពនោះនឹងជះឥទ្ធិពលជាវិជ្ជមានទៅដល់មនុស្សនិងបរិស្ថាននៅជុំវិញខ្លួនយើងដោយឯកឯងក្នុងវីដេអូនេះគឺនិយាយអំពីអានុភាពនៃមេត្តាចិត្តអានដោយខ្ញុំព្រះករុណាក្នុងបាទតាមរយៈសិភៅ PDF នេះដោយមានការស្រាវជ្រាវប្រសិនបើមានចំណុចខ្វះខាតលើសលុបក៏សូមអ្នកទេសនានិងអ្នកស្ដាប់ទាំងអស់មេត្តាខន្តីអភ័យទោសដល់ខ្ញុំព្រះករុណាខ្ញុំបាទផងសូមអរគុណសូមជម្រាបលា